ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានមកទៀតហើយជាមួយនឹងការ review ជាមួយនឹងកំពង់ផែគ្រួសារមួយបាទដែលមើលទៅពិតជាស្រស់ស្អាតមែនទែនជាមួយនឹងទេសភាពពេលល្ងាចបែបនេះបាទកំពង់ផែនេះគឺស្ថិតនៅក្នុងខេត្តមួយបាទដែលសារតែថ្ងៃនេះខ្ញុំឃើញបងគាត់ចេញទៅប្រមូលផលនេសាទហ្នឹងតាំងពីព្រឹកព្រលឹមដែលនេះនឹងគឺជាអាជីពរបស់គាត់រាល់ថ្ងៃទៅហើយអ្នកទាំងអស់គ្នាជួនកាលពេលខ្លះក៏បានជួនកាលពេលខ្លះក៏អត់អញ្ចឹងណាជាទូទៅរាល់ពេលដែលទូកចូលមកពេលល្ងាចគឺពួកគាត់តែងតែធ្វើសកម្មភាពដោយរាល់ដងអញ្ចឹងគឺពួកគាត់តែងតែចងទូករួចហើយគាត់បន្ថយម៉ាស៊ីនដើម្បីកុំឲ្យបុកជាមួយនឹងផ្ទាំងថ្មអ្នកទាំងអស់គ្នារួចគាត់ក៏ចាប់ផ្ដើមស្រាវខ្សែទាញទូករបស់គាត់នឹងទៅចងជាប់ជាមួយនឹងមាត់ច្រាំងនៅពេលដែលទូករបស់គាត់រំកិលមកដល់ជិតមាត់ច្រាំងហើយគាត់ក៏ចាប់ផ្ដើមរើផលនេសាទរបស់គាត់នឹងចេញម្ដងបន្តិចម្ដងបន្តិចតាមដែលគាត់អាចលើកទៅរួចអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់រកបានប៉ុន្មានគឺគាត់នឹងលើកចេញប៉ុណ្ណោះហើយគាត់រកបានហ្នឹងគឺមិនទៀងនោះទេអ្នកនរគ្នាជួនកាលក៏បានមឹកជួនកាលក៏បានបង្គាជួនកាលក៏បានត្រីហើយបានអ្វីដែលអាចយកមកបានគឺគាត់យកមកទាំងអស់អញ្ចឹងណាហើយថ្ងៃខ្លះហ្នឹងក៏មិនបានផងដែរអ្នកនរគ្នាមិនមែនយើងទៅរកសិតតែបាននោះទេបាទពេលនេះគាត់ក៏ចាប់ផ្ដើមប្រមូលយកផលនេសាទរបស់គាត់ទាំងអស់ហ្នឹងឡើងមកដាក់ម្ដុំត្រៀមប្រមូលនឹងឡើងគោកអ្នកនរគ្នាហើយនៅក្នុងដៃរបស់គាត់ហ្នឹងគឺជាត្រីអ្នកនរគ្នាត្រីដែលគាត់រកមកបានត្រីនោះគឺគេយកមកសម្រាប់ធ្វើជានុយហើយនៅក្នុងកន្ត្រកនោះគឺជាមឹកអ្នកនរគ្នាគឺជាមឹកបំពង់ដែលគាត់បាននេសាទបានអញ្ចឹងណាអញ្ចឹងគាត់ចាប់ផ្ដើមលើកឡើងមកខាងលើដើម្បីគ្នាគាត់ជួយយកបន្តព្រោះថាផលនេសាទទាំងអស់វាមានច្រើនដែរអ្នកនរគ្នាមិនមែនតិចទេតាមថ្ងៃណារកបានថ្ងៃណារកបានអីចឹងទៅអ្នកនរគ្នាហើយនៅក្នុងកន្ត្រកនេះគឺជាមឹកបំពង់អ្នកនរគ្នាគឺពិតជាស្រស់មែនទែនដែលគាត់រកបានថ្មីទៅតែឡើងពីទឹកអញ្ចឹងណាមានលាយធំលាយទូចតាមដែលគាត់អាចយកបានគឺគាត់យកមកអ្នកទាំងអស់គ្នាហើយបន្តមកទៀតនោះគឺជាត្រីនុយនេះអ្នកទាំងអស់គ្នានេះគឺជាត្រីនុយនេះមានន័យថាយើងអាចយកមកប្រឡាក់ហាលវាឲ្យក្រៀមហូបក៏បានឬក៏ភាគច្រើនគាត់បានធ្វើការលក់ជូនទៅកាន់បងដែលគាត់ដាក់នុយក្តាមលបក្តាមអញ្ចឹងគាត់ដែលដាក់លបក្តាមគឺគាត់តែងតែចិញ្ច្រាំវាឲ្យល្អិតហើយទុកវាឲ្យមានក្លិនបន្តិចបន្តួចឬក៏ភ្លាមហ្នឹងក៏បានដែរគឺយកទៅដាក់នៅក្នុងលបក្តាមរបស់គាត់ដើម្បីឲ្យក្តាមវាចូលស៊ីជាចំណីអញ្ចឹងណាអញ្ចឹងនេះគឺគាត់បាន3ថង់ដែរអ្នកនរគ្នាហើយមួយថង់ហ្នឹងគឺដូចជា10គីឡូអ្នកនរគ្នាបើតាមខ្ញុំចាំបានណាហើយនេះគឺជាបង្គាអ្នកនរគ្នាដោយសារតែយប់មិញយប់ទៅគឺខ្ញុំអត់បានថតបន្តទេអញ្ចឹងព្រឹកឡើងនៅពេលដែលទូបងប្រុសគាត់ចូលម្ដងទៀតខ្ញុំក៏បានថតម្ដងទៀតហើយនេះគឺជាសកម្មភាពញែកបង្គារបស់គាត់បង្គានេះគឺមានពីលេខ1លេខ2និងលេខ3អ្នកនរគ្នាហើយលេខ1និងលេខ2លេខ3នេះគឺតម្លៃទៅតាមនឹងដូចគ្នាតកតងនឹងការស្រស់ឬក៏មិនស្រស់អញ្ចឹងទៅហើយអ្វីដែលសំខាន់ទៀតនោះគឺគាត់រើសបង្គាណាដែលវាបាក់កអ្នកនរគ្នាគឺគេអត់អាចយកទៅលក់នៅលើទីផ្សារបានទេគឺអាចទុកហូបខ្លួនឯងឬក៏ចែកក្រុមការងារដែលគាត់ទៅទូកជាមួយគ្នាឬក៏គាត់អាចធ្វើជាអ្វីផ្សេងដូចជាយ៉ាហេឬក៏អីផ្អអីអញ្ចឹងទៅដូចជាមិនផ្អទេគេហៅយ៉ាហេអ្នកនរគ្នាហើយនៅក្នុងដៃបងស្រីដែលគាត់កំពុងកាន់នេះគឺជាត្រីអង្រែអ្នកនរគ្នាត្រីអង្រែនេះគឺជាត្រីម្យ៉ាងដែលគេយកទៅស្លទឹកនំបញ្ចុកហើយបងស្រីនឹងក៏គាត់មកចែកទិញផ្ទាល់ដើម្បីត្រៀមយកទៅធ្វើជាទឹកនំបញ្ចុកដែរអ្នកនរគ្នាព្រោះថាត្រីអង្រែនេះធ្វើទឹកនំបញ្ចុកទៅមានឲ្យជារសឆ្ងាញ់ហើយនៅក្នុងដៃខ្ញុំដែលបើកកំបាញ់មិញនេះគឺជាធុងស្នោនេះគឺជាបង្គាលេខ1ហើយនៅក្នុងកន្ត្រកនេះគឺបង្គាលេខ3ហើយបង្គាលេខ2នៅក្នុងកន្ត្រកគៀនខាងនោះដែលខ្ញុំបានកាន់ជូនបងប្អូនទាំងគ្នាមើលមិញហ្នឹងហើយនៅក្នុងកញ្ច្រែងតូចនេះគឺជាបង្គាដែលបាក់កឬក៏តូចពេកដែលគេអាចយកបានទៅដាក់លក់នៅលើទីផ្សារអញ្ចឹងណាអញ្ចឹងជារៀងរាល់ថ្ងៃបងនៅពេលដែលគាត់ឡើងពីទូកមកនេសាទផលនេសាទរបស់គាត់គឺគាត់បានបែងចែកអញ្ចឹងពេលនេះគឺមានម៉ួយដុំរបស់គាត់មកចាំទិញអ្នកនរគ្នាមកចាំទិញយកអស់អញ្ចឹងណាដោយសារតែពេលខ្លះយើងរកបានពេលខ្លះយើងរកអត់បានទេហើយថ្ងៃខ្លះទៀតទៅក៏បានច្រើនថ្ងៃខ្លះក៏បានតិចថ្ងៃខ្លះទៅក៏មានមឹកមានបង្គាអីរឿងច្រើនតែថ្ងៃនេះបានតែរឿងបង្គារឿងច្រើនតែមឹកអត់សូវបានទេមឹកឃើញបានមឹកស្នូកមួយអ្នកនរគ្នានេះខ្ញុំកាន់ហ្នឹងណាតែខ្ញុំកាន់ច្បាច់នេះដោយសារតែពេលហ្នឹងអត់ហ៊ានកាន់វាឃើញវាធំពេកអ្នកនរគ្នានេះគឺជាមឹកស្នូកអ្នកនរគ្នាវាធំមែនតើហើយមើលទៅបើសិនជាហល់ក្នុងទឹកវិញឃើញទៅដូចជាអំណាចអ្នកនរគ្នាបើសិនជាយើងអាចមានឱកាសដេញចាប់វិញណាផលនេសាទទាំងអស់នេះគឺឡើងទូពីទូបងប្រុសឥឡូវនេះគឺពេលដែលគាត់ប្រមូលផលនេសាទឡើងរួចហើយគឺគាត់អាចយកទូរបស់គាត់ចេញទៅសម្រាកនៅកន្លែងផ្សេងដើម្បីឲ្យទូផ្សេងគាត់ចូលមកកន្លែងហ្នឹងដើម្បីឡើងផលនេសាទបន្តឬក៏ពេលខ្លះទៅគាត់អាចសម្រាកបន្តិចផុតពីសម្រាកហ្នឹងហើយគឺគាត់ត្រៀមនឹងឡើងទៅនេសាទនៅព្រឹកឡើងដដែលសកម្មភាពនេះគឺគាត់ធ្វើជារឿយជារៀងរាល់ថ្ងៃអ្នកនរគ្នាហើយវីដេអូនេះគឺមិនមានអ្វីច្រើនទេគ្រាន់តែចង់បង្ហាញប្រាប់បងប្អូនទាំងគ្នាថាផលនេសាទដែលឡើងពីទូកមួយគឺថ្ងៃខ្លះបានថ្ងៃខ្លះមិនបានហើយផលនេសាទដែលបានហ្នឹងបងប្អូនទាំងគ្នាជួយទិញគាត់នឹងដើម្បីឲ្យគាត់មានកម្លាំងចិត្តទៅរកបន្តទៀតបើមិននេះពួកយើងអត់ជួយទិញអត់ជួយលើកស្ទួយផលិតផលក្នុងស្រុកទេពួកគាត់ឈប់រកអស់ពិបាកយើងច្បាស់ជាត្រូវការពឹកផ្អែកទៅលើការនាំចូលទាំងស្រុងហើយហ្នឹងហើយបាទអរគុណច្រើនបងប្អូនទាំងគ្នាហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេវីដេអូហ្នឹងបាទសូមអរគុណច្រើនសូមជម្រាបលា